ពេលខូចចិត្តខ្ញុំតែងតែសេនមើលភាពយន្តបន្លប់រាល់ការឈឺចាប់ស្មោកគេម្ដងណាក្រំចិត្តក្បែរស្លាប់តើគួរប្រាប់អ្នកណាទើបស័ក្តិសមទៅស្រឡាញ់គេណាតែគេមិនស្រឡាញ់ខ្លួនឈឺផ្ទួនឡើងទម្លាប់ទៅហើយឈឺចាប់លើកនេះម្ដងនេះជាលើកចុងក្រោយលែងមានលើកក្រោយរៀងហើយរៀងរហូតពេលនេះខូចចិត្តក្រំចិត្តខ្លាំងណាស់តើធ្វើយ៉ាងណាអាចបងភ្លេចគេមិនចង់ដកស្នេហ៍ព្រោះតែស្រវឹងស្រែទេអ្នកណាទំនេរមានពេលខ្ញុំសុំផ្អែកស្មាមិនចង់ផឹកស្រាបន្លប់ព្រឺការឈឺចាប់បើមានជួយប្រាប់ខ្ញុំផងខ្ញុំចង់ដឹងណាស់តែក្នុងពេលនេះសុំផឹកស្រាបំភ្លេចអ្នកចាពេលស្រវឹងហើយខ្ញុំអាចញញឹមម្ដងទៀតស្រឡាញ់នាងណាតែនាងមិនស្រឡាញ់ខ្លួនឈឺចាប់ទួនឡើងទម្លាប់ទៅហើយឈឺចាប់លើកនេះម្ដងនេះជាលើកចុងក្រោយលែងមានលើកក្រោយរៀងហើយរៀងរហូតពេលនេះខូចចិត្តក្រំចិត្តខ្លាំងណាស់តើធ្វើយ៉ាងណាអាចបំភ្លេចគេមិនចង់ដកស្នេហ៍ព្រោះតែស្រវឹងស្រែទេអ្នកណាទំនេរមានពេលខ្ញុំសុំផ្អែកស្មាមិនចង់ផឹកស្រាបន្លប់រើការឈឺចាប់បើមានជួយប្រាប់ខ្ញុំផងខ្ញុំចង់ដឹងណាស់តែក្នុងពេលនេះសុំផឹកស្រាបំភ្លេចអ្នកចាពេលស្រវឹងហើយខ្ញុំអាចញញឹមដងទៀតពេលនេះខូចចិត្តក្រំចិត្តខ្លាំងណាស់តើធ្វើយ៉ាងណាអាចបំភ្លេចគេមិនចង់ដកស្នេហ៍ព្រោះតែស្រវឹងស្រែទេអ្នកណាទំនេរមានពេលខ្ញុំសុំផ្អែកស្មាមិនចង់ផឹកស្រាបន្លប់រើការឈឺចាប់បើមានជួយប្រាប់ខ្ញុំផងខ្ញុំចង់ដឹងណាតែក្នុងពេលនេះសុំផឹកស្រាបំភ្លេចអ្នកចាពេលស្រវឹងហើយខ្ញុំអាចញញឹមដងទៀត